ខ្ញុំបាទសូមជូនសំណួរពីអ្នកចូលរួមរបស់យើងទៅលោកនាយកមួយសិនហើយបន្ទាប់មកទៀតបានមានសំណួរពីខាងខ្ញុំដោយសារតែអ្នកប្រិយមិត្តរបស់យើងនឹងលោកបានលើកឡើងពាក់ព័ន្ធទៅនឹងការអនុវត្តតេស្តសំណួររបស់លោកសួរថាតើការជួយសិស្សនៅថ្ងៃប្រហ័សហើយនឹងការជួយសិស្សនៅថ្ងៃសៅរ៍ដែលលោកនាយកបានចែករំលែកមិញហ្នឹងថាតើវាខុសគ្នាយ៉ាងម៉េចនេះជាសំណួររបស់លោកមិនដឹងក៏លោកស្រីមិនដឹងឬកញ្ញាមិនដឹងទេសូមអាឡ័យបាទខ្ញុំអញ្ចឹងសូមលោកនាយកជួយបញ្ជាក់បន្ថែមចំពោះតេស្តនឹងថាតើចំពោះការជួយសិស្សនឹងថាតើការជួយសិស្សថ្ងៃប្រហ័សហើយនឹងការជួយសិស្សថ្ងៃសៅរ៍វាមានភាពខុសគ្នាឬក៏វាយ៉ាងម៉េចដែរបាទសូមរំលឹកជើញបាទអរគុណច្រើនបាទពាក់ព័ន្ធការជួយសិស្សនៅថ្ងៃប្រហ័សយើងមិនមែនជួយគេហៅថាជួយទៅសិស្សរៀនយឺតទេថ្ងៃប្រហ័សគឺយើងរៀនសិស្សទូទៅទាំងអស់ប៉ុន្តែគ្រាន់តែយើងបាញ់ឈ្មោះខ្លាំងគឺទៅសិស្សរៀនយឺតហ្នឹងបាទប៉ុន្តែយើងជួយលំហូរគឺទៅទាំងអស់នៅថ្ងៃប្រហ័សដែលយើងថែមមានរំលឹកខ្មែររំលឹកគណិតបាទហើយមានភាសាអង់គ្លេសដែលនៅថ្នាក់ធំហ្នឹងហើយក៏មានបំណិនជីវិតដែរហ្នឹងដែលយើងបន្ថែមនៅថ្ងៃប្រហ័សអញ្ចឹងវាញែកខុសគ្នាឯថ្ងៃសៅរ៍គឺយើងជួយតែភាសាខ្មែរហើយនឹងគណិតវិទ្យាគឺយើងយកតែសិស្សដែលរៀនយឺតទេបាទឧទាហរណ៍មួយថ្នាក់ហ្នឹងនៅសល់តែ5នាក់3នាក់អញ្ចឹងឧទាហរណ៍មកកម្រិតហ្នឹងមាន3មាន5អញ្ចឹងបូកទៅ4កម្រិតមាន10នាក់មាន12នាក់យើងយកមកដាក់តែមួយថ្នាក់ទេអញ្ចឹងគ្រូគាត់មាន3 4នាក់ក៏ប្រឹងជួយដែរបាទពេលហ្នឹងមានមកបរៀនគឺប្រឹងជួយអញ្ចឹងឆ្នាំទៅខ្ញុំធ្វើទៅមានការរីកចម្រើននៅពេលឆមាសទី2បាទយើងរកឃើញអញ្ចឹងទៅយើងធ្វើបាទដល់ធ្វើទៅឃើញថាមានការរីកចម្រើនធ្វើតែរយៈពេល3ខែឃើញថាសិស្សនឹងមានការរីកចម្រើនច្រើនបាទអ្នកដែលសិស្សរៀនយឺតនឹងបាទអញ្ចឹងគាត់ខុសគ្នាកន្លែងហ្នឹងបាទប៉ុណ្្នឹងឯងបាទសូមអរគុណបាទគុណច្រើនលោកនាយកសម្រាប់ការបញ្ជាក់បន្ថែមទៅលើការជួយនៅថ្ងៃប្រហ័សក៏ដូចជាការជួយនៅថ្ងៃសៅរ៍អញ្ចឹងទំនួលបន្តហ្នឹងក៏ជូនលោកនាយកដដែលទេតាមរយៈលោកនាយកបានរៀបរាប់ច្រើនពាក់ព័ន្ធទៅនឹងការអនុវត្តតេស្តហ្នឹងអញ្ចឹងជាសំណួរបន្តទៅទៀតហ្នឹងថាតើតាមរយៈការអនុវត្តតេស្តហ្នឹងដែលលោកគ្រូផ្ទាល់តែធ្វើការជាមួយនឹងគ្រូយើងថាតើមានបញ្ហាប្រឈមក៏ដូចជាការលំបាកអ្វីខ្លះនៅក្នុងការអនុវត្តតេស្តហ្នឹងហើយតាមរយៈកិច្ចការដែលយើងប្រឈមឬក៏ជាបញ្ហារបស់យើងហ្នឹងថាតើយើងបានបដិញ្ញាចិត្តក៏ដូចជាធ្វើការដោះស្រាយវាយ៉ាងម៉េចបានរហូតដល់ពេលនេះយើងអាចអនុវត្តក៏ដូចជាធ្វើបានជាប្រចាំហើយនឹងមួយទៀតហ្នឹងគឺសូមឲ្យលោកគ្រូបានចែករំលែកអ្វីដែលអនុវត្តល្អនៅក្នុងការធ្វើតេស្តឬក៏អ្វីដែលយើងបានអនុវត្តល្អទៅលើការងាររដ្ឋបាលក៏ដូចជាការទំនាក់ទំនងអ្នកពាក់ព័ន្ធនៅក្នុងការអនុវត្តតេស្តនឹងផងដែរតាមបទពិសោធន៍របស់លោកនាយកបាទសូមក្រុមជើញលោកនាយកបាទអរគុណច្រើនពាក់ព័ន្ធការអនុវត្តតេស្តបាទកន្លងមកបើយើងនិយាយទៅបើនិយាយថាការអនុវត្តវាល្អហើយប៉ុន្តែខ្លួនល្អគឺលោកគ្រូអ្នកគ្រូគាត់មានការលំបាកដែរប៉ុន្តែអ្វីមិនថាកិច្ចការយើងត្រូវធ្វើហើយបាទយើងត្រូវធ្វើទាំងអស់គ្នាបាទបើថាការលំបាកវាលំបាកហើយបើចំនួនពីមុនយើងធ្វើដំបូងគឺលំបាកខ្លាំងចំនួនបរិបទកូវីដបន្តក្រោយមកយើងធ្វើទៅបានដោយសារបន្ស៊ាំបាទប៉ុន្តែគឺលោកគ្រូអ្នកគ្រូគាត់និយាយថានៅតែមានតែធ្ងោឯងព្រោះដោយសារហត់នៅច្រើនកិច្ចការហត់នៅច្រើនពីព្រោះយើងធ្វើកិច្ចការអត់ហ្នឹងយើងទៅរៀបចំតេស្តបាទរៀបចំតេស្តបរៀនផងហើយគាត់ឆ្លៀតមករៀបចំបាទទៅប្រជុំរហូតរៀបចំតេស្តហើយយើងពេលប្រឡងគឺយើងដូរតាមកម្រិតអត់ឲ្យត្រូវគ្រូហ្នឹងត្រូវកម្រិតថ្នាក់របស់គាត់ទេដូរកម្រិតហើយដល់ពេលកែទៀតយើងដូរទៀតដល់អញ្ចឹងសុទ្ធតែមានការលំបាកទាំងអស់ប៉ុន្តែទោះបីមិនក៏លោកគ្រូក៏ប្រឹងបាទចេះតែប្រឹងលំបាកយ៉ាងម៉េចក៏ដោយយើងនៅតែប្រឹងដែរបាទគាត់ថាការលំបាកហ្នឹងគាត់ថាកិច្ចការឲ្យច្រើនបន្តិចរៀងច្រើនបន្តិចបាទមានប៉ុណ្ណឹងខ្ញុំសូមបញ្ជាក់បាទនឹងឲ្យលោកនាយកជួយបញ្ជាក់បន្ថែមទៀតចង់ឲ្យលោកនាយកបានចែករំលែកយើងនិយាយអំពីការធ្វើតេស្តយើងទទួលស្គាល់ថាវាពិតជាពិបាកដោយសារលោកគ្រូយើងកើនឡើងនៅការងារច្រើនហើយក៏ចង់ដឹងដែរតាមរយៈការអនុវត្តរបស់សាលាលោកគ្រូថាតើយើងធ្វើម៉េចដើម្បីអាចធ្វើកិច្ចការងារនៅបានល្អហើយជាពិសេសចង់ឲ្យលោកគ្រូបានចែករំលែកដែរអំពីការអនុវត្តល្អមានទាំងការធ្វើតេស្តក៏ដូចជាការងាររដ្ឋបាលនិងការទំនាក់ទំនងជាមួយនឹងអ្នកពាក់ព័ន្ធផងដែរបាទសូមក្រុមជើញគ្រូបាទអរគុណច្រើនបាទពាក់ព័ន្ធចំណុចល្អដែលយើងបានធ្វើបានអនុវត្តកន្លងមកគឺដោយសារខ្ញុំបានបែងចែកទៅតាមការងារបាទការងារបើការរៀបចំតេស្តយើងមានយើងបែងចែកក្រុមការងារ
តែផលិតតេស្តនឹងឡើងបាទយើងបែងចែកក្រុមការងារនឹងបាទđểធ្វើហើយឯពាក់ព័ន្ធការងាររដ្ឋបាលគឺយើងមានបែងចែកការងារក្រុមការងាររដ្ឋបាលអ្នកបញ្ចូលដូចទិន្នន័យអីយើងអ្នកខាង IT បាទអញ្ចឹងបញ្ចូលយើងបែងចែកទៅតាមប្លង់អញ្ចឹងកិច្ចការហ្នឹងបាទបានដើរទៅរលូនហើយពេលយើងធ្វើកិច្ចការប្រឡងក្តីកែក្តីយើងមានហៅថាលិខិតប្រកបការបាទមានលិខិតប្រកបការឲ្យគាត់ទៅគាត់ធ្វើអនុវត្តតាមហ្នឹងជាចំណុចទោះបីលំបាកមិនក៏ដោយក៏គាត់យើងចេញលិខិតប្រកបការគាត់ធ្វើហើយបាទអញ្ចឹងដើរទៅរលូនកិច្ចការហ្នឹងបានដើរទៅរលូនទៅបាទហើយពាក់ព័ន្ធនឹងមេត្តាបេតាដែលចូលរួមគឺគាត់សប្បាយដែរបាទមិនបីគាត់លំបាកយ៉ាងម៉េចក៏ដោយក៏គាត់ខ្លះក៏គាត់ឆ្លៀតមកដែរសម្រាប់យើងខ្ញុំពេលអញ្ជើញគាត់មកទោះបីមិនក៏ច្រើនដែរមេត្តាបេតាសិស្សបាទរៀបចំភ្ជាប់កម្មវិធីបាទថាជាលោកនាយកមានបញ្ហាអ៊ីនធឺណិតថ្នាលបឋមអញ្ចឹងអញ្ជើញគាត់មកគាត់ដល់3កម្រិតថ្នាក់ទី1ទី2ថាជាក់ស្ដែងដូចយើងមកប្រជុំអញ្ជើញគាត់មកប្រជុំធ្វើអ្វីមួយគាត់ឃើញជាក់ស្ដែងរីកចម្រើនគឺគាត់សប្បាយចិត្តបាទនេះជាចំណុចល្អដែលពួកគាត់ចូលរួមបាទ